ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំម្ដងទៀតហើយ YouTube របស់ខ្ញុំនេះគឺយើងខានផុសវីដេអូរយៈពេល6ខែហើយដែលវីដេអូចុងក្រោយរបស់ខ្ញុំគឺធ្វើពាក់ព័ន្ធជាមួយនឹងការជួញដូរទៅលើឧបករណ៍និស្សិតជាមូលដ្ឋានគ្រឹះនៃការវិនិយោគហ្នឹងហើយតទៅនេះយើងនឹងចាប់ផ្ដើមធ្វើវីដេអូបន្ថែមទៀតពាក់ព័ន្ធជាមួយនឹងទីផ្សារមូលបត្រឬក៏ទីផ្សារភាគហ៊ុននៅក្នុងស្រុករបស់យើងរួមទាំងទីផ្សារឧបករណ៍និស្សិតដូចគ្នាហើយថ្ងៃនេះខ្ញុំនឹងចែករំលែកនៅបទពិសោធន៍ទាក់ទងជាមួយនឹងការវិនិយោគទៅលើវិស័យទាំងពីរនោះថាតើគួរតែវិនិយោគវិស័យមួយណាល្អប្រសើរជាងសម្រាប់ស្ថានភាពរបស់បងប្អូនទាំងអស់គ្នាអញ្ចឹងជាការចែករំលែកគឺខ្ញុំមាន tip ចំនួន2គឺទី1គឺយើងចែករំលែកអំពីទីផ្សារឧបករណ៍និស្សិតដែលខ្ញុំធ្វើការវិនិយោគកន្លងមកថាតើលទ្ធផលបែបណាហើយថាតើវាមានកម្រិតហានិភ័យបែបណាយើងគួរវិនិយោគអត់និងទី2ពាក់ព័ន្ធជាមួយនឹងការវិនិយោគទៅលើទីផ្សារភាគហ៊ុននៅកម្ពុជារបស់យើងថាតើវាល្អប្រសើរសម្រាប់ការវិនិយោគអត់អញ្ចឹងខ្ញុំសូមលើកឡើងនៅ tip ទី1វិញកាលពីឆ្នាំ2022ឬក៏2023ចាខ្ញុំដាក់ history នៅនេះខ្ញុំបានវិនិយោគទៅលើវិស័យឧបករណ៍និស្សិតឬក៏យើងហៅថាជួញដូររូបិយប័ណ្ណអន្តរជាតិ Forex ឬក៏ហាងឆេងមាសអីហ្នឹងដែលពេលនេះខ្ញុំប្រើដើមទុន$100ដូចគ្នាជាមួយនឹងការវិនិយោគជាមួយនឹងភាគហ៊ុនដែរដែល$100ដែលខ្ញុំវិនិយោគនៅពេលហ្នឹងគឺយើងទទួលបានប្រាក់ចំណេញរហូតដល់ខ្ទង់$700បាទខ្ទង់$700ដែលប្រាក់ចំណេញហ្នឹងគឺរយៈពេលត្រឹមតែមួយខែខ្ទង់មួយខែឬក៏តិចជាងនេះទេព្រោះយើងដកសៅរ៍អាទិត្យយើងអត់ធ្វើការជួញដូរបើគិតទៅមកខ្ទង់10ថ្ងៃ20ថ្ងៃអីនៅក្នុងការជួញដូរពេលហ្នឹងហើយជាក់ស្ដែងទៅគឺបើយើងគិតទៅវាស្មើនឹងគុណនឹង7ដងណាយើងគិតទៅ7ដងនៃប្រាក់ដើមរបស់យើងពី100បានដល់700ប៉ុន្តែក៏វាមានខាតទៅវិញដែរនៅពេលដែលខាតគឺអត់ដល់មួយខែតែ3ថ្ងៃខាតនោះអានេះជាបទពិសោធន៍ជាក់ស្ដែងហើយដោយសារតែការវិនិយោគនៅក្នុងឧបករណ៍និស្សិតយើងមានរបៀបនៅក្នុងការវិនិយោគគណនេយ្យប្រាក់ចំណេញអីខាតចំណេញនេះវាមានរបៀបនៅក្នុងការគណនាខុសគ្នាស្មុគស្មាញបន្តិចប៉ុន្តែបងចង់ដឹងថាការចំណេញហ្នឹងវាបានមកពីណាហើយចំណេញមិនគេគណនាល្មិចនៅក្នុងការជួញដូរទៅលើឧបករណ៍និស្សិតហ្នឹងបងអាចទៅមើលវីដេអូរបស់ខ្ញុំចាស់កាលពីដើមឆ្នាំចុងឆ្នាំ2024ដែលវីដេអូពាក់ព័ន្ធជាមួយនឹងការវិនិយោគទៅលើឧបករណ៍និស្សិតថ្នាក់មូលដ្ឋានណាយើងអាចចូលទៅមើលបានយើងនិយាយអំពីហាងឆេងមាសច្រើននៅក្នុងហ្នឹងបាទអញ្ចឹងអាចត្រឡប់ទៅមើលវីដេអូហ្នឹងសិនទៅប្រហែលជាខ្ទង់20ទៅ30នាទីដែលនិយាយ detail អំពីការវិនិយោគទៅលើឧបករណ៍និស្សិតអូខេអញ្ចឹងយើងបិទពុំកញ្ចក់ពីការត្រឡប់ទៅមើលវីដេអូចាស់យើងនិយាយវីដេអូនេះវិញគឺពេលហ្នឹងគឺប្រាក់ចំណេញយើងបានច្រើនប៉ុន្តែហានិភ័យវាខ្ពស់ដូចគ្នាត្រឹមរយៈពេល2ថ្ងៃខ្ញុំខាតអស់$500ទៅវិញព្រោះលុយនឹងអត់មានបានដល់អញ្ចឹងវាខាតទៅវិញអញ្ចឹងទៅពួកយើងដកបានតែមួយចំនួនដូចជា$200-300ក្រោយមកទៀតអូខេអញ្ចឹងនិយាយពីការវិនិយោគនៅក្នុងផ្សារភាគហ៊ុនក្នុងស្រុកវិញម្ដងការវិនិយោគនៅក្នុងទីផ្សារក្នុងស្រុករបស់ខ្ញុំគឺខ្ញុំចាប់ផ្ដើមស្គាល់ដំបូងចាប់ផ្ដើមបើកគណនីជួញដូរជាមួយក្រុមហ៊ុនមូលបត្រមួយដែលយើងធ្វើការទិញភាគហ៊ុនចំនួន2ក្រុមហ៊ុនគឺមានក្រុមហ៊ុនរដ្ឋកោទឹកស្វយ័តក្រុងភ្នំពេញក៏ដូចជាកំពង់ផែស្វយ័តក្រុងបរសៀននោះដែលភាគហ៊ុនទាំងពីរហ្នឹងពេលហ្នឹងខ្ញុំចាប់អារម្មណ៍ខ្លាំងមែនតើទីមួយដោយសារវាជាស្ថាប័នរដ្ឋផងហើយទី2តម្លៃភាគហ៊ុនវាក៏នៅរៀងធូរថ្លៃដែរពេលហ្នឹងយើងទិញតកទឹកតម្លៃ$3000ហើយខ្ញុំទិញកំពង់ផែក្រុងបរសៀននោះតម្លៃ$7000អញ្ចឹងទិញនឹងកំឡុងចុងឆ្នាំ2018ខ្ទង់ខែ8ខែ9នេះហ្នឹងand then នៅក្នុងដើមឆ្នាំ2019ភាគហ៊ុនរបស់កំពង់ផែស្វយ័តក្រុងបរសៀននោះឡើងពី$7000ដល់$13000អញ្ចឹងខ្ញុំលក់ទៅវាអញនិយាយថាចំណេញគុណនឹង2 and then នៅរដ្ឋកោទឹកស្វយ័តក្រុងបរសៀនក្រុងភ្នំពេញហ្នឹងក៏យើងទទួលបានប្រាក់ចំណេញដូចគ្នាគឺតម្លៃហ៊ុនបានឡើងដល់$5000អញ្ចឹងយើងចំណេញខ្ទង់ជិត100%ដូចគ្នាបាទទៅលើការវិនិយោគទាំងពីរនេះហ្នឹងជាបទពិសោធន៍នៅក្នុងឆ្នាំដំបូងដែលខ្ញុំចាប់ផ្ដើមស្គាល់ភាគហ៊ុនហើយក៏ចាប់ផ្ដើមស្រឡាញ់និងចង់ដឹងអំពីភាគហ៊ុនក្នុងស្រុករបស់យើងថាតើវាដំណើរការទៅបែបណាមានក្រុមហ៊ុនណាខ្លះអញ្ចឹងបញ្ជាក់បើកវងកញ្ចក់ជូនបងតិចបច្ចុប្បន្នយើងមានក្រុមហ៊ុនរហូតដល់11ដែលកំពុងតែចរាចរធ្វើការលក់ភាគហ៊ុនជាសាធារណៈនៅផ្សារមូលបត្រកម្ពុជានៅ CSX ហ្នឹងអញ្ចឹងទី1គឺយើងមានក្រុមហ៊ុនប្រតិកោទឹកមុនគេមានរោងចក្រសម្ភារបំពាក់ GTI មាន
ក្រុមហ៊ុន PPSEZ មានក្រុមហ៊ុនជាច្រើនទៀតមានកំពង់ផែកំពង់សោមកំពង់ផែភ្នំពេញមានធនាគារ Asilda ក្រុមហ៊ុន Pestic មានក្រុមហ៊ុន DVD Engineering អីចឹងទៅអញ្ចឹងមានហូរហែអញ្ចឹងដើម្បីបានព័ត៌មាននឹង detail បងអាចទៅមើលនៅក្នុង website របស់ CSA បន្ថែមបានពីព័ត៌មានដើម្បីក្រុមហ៊ុនហើយក្រុមហ៊ុនទាំងអស់ហ្នឹងតម្លៃភាគហ៊ុនថោកឯងមានតម្លៃពី2000រហូតដល់14000អញ្ចឹងទៅ13000អញ្ចឹងទៅថ្លៃជាងគេដូចជាកំពង់ផែស្វាយចក្រក្រុងភ្នំពេញនិងកំពង់ផែស្វាយចក្រក្រុងព្រះសីហនុអូខេបិទមុខកញ្ចក់ត្រឹមប៉ុណ្្នឹងសិនអញ្ចឹងការវិនិយោគរបស់ខ្ញុំកាលពីឆ្នាំ2018-19ហ្នឹងគឺយើងទទួលបានប្រាក់ចំណេញសឹងថា 100% ហើយហើយពេលហ្នឹងខ្ញុំវិនិយោគនៅសាច់ប្រាក់ដូចគ្នាជាមួយនឹង Forex ដែរគឺយើងវិនិយោគសាច់ប្រាក់40,000 រៀលឬក៏ស្មើនឹង$100នៅក្នុងការសាកល្បងរបស់ខ្ញុំប៉ុន្តែសម្រាប់បងទាំងអស់គ្នាដែលចង់សាកល្បងនៅក្នុងវិស័យភាគហ៊ុននៅក្នុងស្រុកខ្មែររបស់យើងហ្នឹងណាគឺយើងចាប់ឡើងពី2000រៀលទៅបាទភាគហ៊ុន2000រៀលមានច្រើនណាស់ហើយសិតតែក្រុមហ៊ុនដែលយើងស្គាល់ខ្ញុំគិតថាបងប្រហែលជាស្គាល់សាលា AIS ហើយហ្នឹងគឺក៏លក់ភាគហ៊ុននៅផ្សារបំបត្តិរបស់ដែរគឺ MJQ Education ដែលតម្លៃភាគហ៊ុនខ្ទង់2000រៀលជាងហើយ Cell Card ក៏បងប្រហែលជាស្គាល់ដែរយើងប្រើទូទៅសម្រាប់ Trading ឆ្កាអីភាគច្រើនក៏ប្រើ Cell Card ដែរអញ្ចឹង Cell Card ក៏មានលក់នៅផ្សារមួយបាត់របស់យើងដែរតម្លៃដល់2000រៀលដែរ2300-2400ហ្នឹងឯងយើងមានរមត្តកិច្ចពិសេសភ្នំពេញក៏តម្លៃខ្ទង់2000រៀលជាងដែរអញ្ចឹងយើងមានភាគហ៊ុនតម្លៃ2000រៀលច្រើនទៀតបាទមាន DVD អីជាដើមហើយដូច Asilda បងប្រហែលជាស្គាល់ធនាគារ Asilda ធនាគារពាណិជ្ជធំមួយដែរនៅពេញយើងនៅប្រទេសកម្ពុជារបស់យើងក៏លក់ភាគហ៊ុននៅផ្សារមូលបត្ររបស់យើងដែរយើងអាចចូលទៅទិញបានតម្លៃភាគហ៊ុនត្រឹមតែ7-8000រៀលទេអញ្ចឹងយើង easy នៅក្នុងការទិញបាទបច្ចុប្បន្នតម្លៃហ៊ុនថោកយើងអាចទិញបានសរុបមកវិញតើតើជាមួយនឹងវិស័យពីរហ្នឹងមានទី1យើងនិយាយអំពីភាគហ៊ុនក្នុងស្រុករបស់យើងទី2យើងនិយាយអំពីឧបករណ៍និស្សិតហ្នឹងថាតើបងជាវិនិយោគិនថ្មីស័ក្តិសមជាមួយនឹងវិស័យមួយណាអញ្ចឹងដើម្បីដឹងថាយើងស័ក្តិសមជាមួយវិស័យមួយណាយើងយកមកថ្លឹងថ្លែងថាតើយើងជាប្រភេទវិនិយោគិនបែបណាជា trader ឬក៏ជា real investor ដែល invest for long term invest for long term ខ្ញុំ recommend ទៅខាង CSX ទៅខាង stock ស្រុកខ្មែរដែលយើងអាចទិញសន្សំរយៈពេលយូរបានហេតុអីឧទាហរណ៍ថាបងទិញហ៊ុនតម្លៃ Asilda តម្លៃ7000ហ៊ុននឹងធ្លាក់ថ្លៃសល់តែ1000រៀលហើយបងទិញ100ហ៊ុនទោះបងអត់លក់ត្រូវការលុយទេ100ហ៊ុននៅតែ100ហ៊ុនដដែលទោះតម្លៃវាធ្លាក់ដល់ណាក៏ដោយប៉ុន្តែបើសិនតម្លៃវាឡើងថ្លៃពី7000ដល់8000 9000 10000ហ្នឹងបងលក់ទៅបងចំណេញទៅតាមភាគហ៊ុនរបស់បងដែលមានប្រមាណគឺបងចំណេញមេគុណប៉ុណ្ណឹងឯងបាទប៉ុន្តែសម្រាប់នៅក្នុងឧបករណ៍និស្សិតបងអាចទិញឲ្យ hold វាចោលបានទេ hold វាចោលដូចភាគហ៊ុនបានទេឧទាហរណ៍ថាបងទិញមាសបងប្រើដើមទុន$100ដែលខ្ញុំឧទាហរណ៍មកអញ្ចឹងយកទៅទិញនៅក្នុងតម្លៃមាស$3300ក្នុង1អោនយើងគិតទីផ្សារអន្តរជាតិហើយបងទុកវា hold រហូតទៅដល់មាសធ្លាក់នៅសល់$2000ក៏បងអត់លក់ដែរមិនដល់2000ទេបងមាសហ្នឹងធ្លាក់ត្រឹមតែតម្លៃ3200ក៏បងខាត$100ហ្នឹងបាត់តែម្ដងវានឹងកាត់ចេញពីគណនីបងម៉ូតូបាទគឺលក្ខណៈខាតចំណេញរបស់វាបែបហ្នឹងហើយបងចង់ដឹងថាវាខាតចំណេញមិនដូចខ្ញុំនិយាយពីដើមមិនអញ្ចឹងបងទៅមើលវីដេអូដែលខ្ញុំនិយាយអំពីមូលដ្ឋានគ្រឹះនៃការវិនិយោគក្នុងឧបករណ៍និស្សិតទៅបងដឹងថាគេប្រើមេគុណបែបណាអញ្ចឹងហើយបានខ្ញុំប្រើពេលត្រឹមតែមួយខែយើងអាចទទួលបានប្រាក់ចំណេញអំពីការជួញដូរទៅលើឧបករណ៍និស្សិតហ្នឹងពី$100ឡើងដល់$700ឬក៏$800ទាំងដើមទុនអញ្ចឹងទៅរយៈពេលមួយខែប៉ុន្តែភាគហ៊ុនធ្វើបានអត់ភាគហ៊ុនធ្វើអត់បានបាទធ្វើអត់បានទេព្រោះភាគហ៊ុនជាការវិនិយោគបែបសន្សំរយៈពេលវែងជា real investment ចំណែកសួរថា forex ជា real investment អត់វាជា trading make money ដូចគ្នាហើយអាច make money បានច្រើនជាងភាគហ៊ុនផងប៉ុន្តែវាសម្រាប់រយៈពេលខ្លី short term បាទបើបងជា trader អាហ្នឹងខ្ញុំរុញទៅ forex បងជា investor រុញចូលទៅក្នុងផ្សារភាគហ៊ុនប៉ុន្តែសួរថានៅក្នុងផ្សារភាគហ៊ុនយើងធ្វើជា trader បានអត់ទិញលក់ប្រចាំថ្ងៃបានអត់បានបងទិញលក់បានគាត់ថាកម្រិតនៃការឡើងចុះរបស់ភាគហ៊ុនវាអត់សូវខ្លាំងដូចនៅក្នុងទីផ្សារឧបករណ៍និស្សិតនេះទីផ្សារឧបករណ៍និស្សិតឬក៏ forex ឬក៏តម្លៃហាង chain មាសហ្នឹងគឺតម្លៃវាឡើងចុះខ្លាំងមែនតើជាពិសេសមួយរយៈចុងក្រោយនេះគឺមាសចាប់ផ្ដើមឡើងចុះខ្លាំងនៅលើទីផ្សារធ្វើឲ្យអ្នកវិនិយោគភាគច្រើនហ្នឹងគឺមានការខាតបង់លុយក៏ច្រើនដែរអ្នកចំណេញក៏ច្រើនអ្នកខាតក៏ច្រើនបាទដូចខ្ញុំលើកឧទាហរណ៍មុនហ្នឹងអញ្ចឹងវិនិយោគមួយខែដើមទុន100ចំណេញបាន700ដកបាន200នៅសល់500ចុងក្រោយត្រូវ2ថ្ងៃអាចจะខោនបាទ2ថ្ងៃយើងដាក់ខោនតែខោននេះថាម៉េចគឺលុយនឹងអត់វាខាតបាទនេះជាបទពិសោធន៍ជាក់ស្ដែងដែលខ្ញុំចង់ចែករំលែកទៅបងប្អូនទាំងអស់គ្នាតែសួរថាវិស័យនឹងមួយណាអត់ល្អទាំងពីរ
ប៉ុន្តែមួយណាស័ក្តិសមជាមួយបងអាហ្នឹងបានយើងអាចសម្រេចចិត្តថាគួរទៅមួយណាតែសម្រាប់បងជាវិនិយោគិនថ្មីយើងគួរតែសិក្សាពីវាសិនឬក៏វិនិយោគជាមួយនឹងទីផ្សារភាគហ៊ុនក្នុងស្រុកសិនព្រោះយើងប្រើដើមទុនតិចបងមានតែ 2000 រៀលក៏យើងអាចទិញបាន sell cap មួយហ៊ុនដែរបាទអូខេអញ្ចឹងត្រឡប់មកវិញសង្ឃឹមថាបងនឹងបានជាគំនិតខ្លះនឹងបានជា concept មួយចំនួនតាមរយៈបទពិសោធន៍ដែលខ្ញុំចែករំលែកទៅនៅក្នុងការទិញលក់ទៅលើភាគហ៊ុនក៏ដូចទិញលក់ទៅលើហាងឆេមៀហើយសម្រាប់ព័ត៌មានបន្ថែមសម្រាប់ការបើកគណនីជួញដូរទៅលើការទិញលក់ទៅលើភាគហ៊ុននិងព័ត៌មានផ្សេងទៀតពាក់ព័ន្ធជាមួយនឹងការtrading ហ្នឹងបងអាចសាកសួរព័ត៌មានបន្ថែមតាមរយៈ description ខាងក្រោមខ្ញុំនឹងដាក់ link Telegram ក៏ដូចជាលេខទូរស័ព្ទដើម្បីបងអាចទំនាក់ទំនងសួរបន្ថែមបានហើយមានអីជាចម្ងល់បងអាច comment នៅក្នុង comment ក្រោមវីដេអូនេះបានដើម្បីយើងយកមកពិភាក្សាគ្នានិងដោះស្រាយនៅចម្ងល់របស់បងខ្ញុំនឹងព្យាយាមស្វែងរកព័ត៌មានជូនហើយសម្រាប់វីដេអូក្រោយៗទៀតខ្ញុំនឹងចែករំលែកអំពីព័ត៌មានទីផ្សារភាគហ៊ុនថាតើនឹងមានព័ត៌មានអីខ្លះកើតឡើងកំឡុងពេលមួយសប្តាហ៍ដើម្បីអាប់ដេតទៅបងប្អូនទាំងអស់គ្នាអញ្ចឹងកុំភ្លេចចុច subscribe និងចុចសញ្ញាកណ្ដឹងដើម្បីតាមដាននៅវីដេអូរបស់ខ្ញុំបន្តទៀតសូមអរគុណជម្រាបលាបាយបាយ